បាទសួស្តីអ្នកទាំងអស់គ្នាហើយថ្ងៃនេះក៏សូមស្វាគមន៍ការមកកាន់នៅអត្ថបទមួយដែល topic របស់ខ្ញុំនឹងធ្វើការបង្ហាញជូនទៅដល់លោកគ្រូអ្នកគ្រូនៅថ្ងៃនេះគឺទាក់ទងទៅនឹង how to teach younger ESL learners ថាតើយើងបង្រៀនក្មេងនឹងជាភាសាអង់គ្លេសហើយនៅក្នុងការបង្រៀននឹងយើងបង្រៀននៅក្នុងtechnique ដែលយើងអាចថាជាវិធីសាស្ត្រនៅក្នុងការបង្រៀនក្មេងដែលចាប់ដើមនៅភាសាអង់គ្លេសដំបូងហ្នឹងយើងមានជំហានដែលយើងត្រូវអនុវត្តដើម្បីទទួលបាននៅផលិតផលនៃកិច្ចការងារបានល្អបាទអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំសូមជម្រាបជូនថាយើងមានរហូតទៅដល់10នៅ category ឬក៏យើងហៅថា10នៅ component ដែលយើងធ្វើអាចចូលរួមនៅក្នុងការធ្វើវត្តបង្ហាញហើយសម្រាប់ចែកជូនទៅដល់លោកគ្រូអ្នកគ្រូហើយនៅថ្ងៃនេះគឺតាក់ទងទៅនឹងដើម្បីឲ្យមានប្រសិទ្ធភាពគឺយើង number 1 ហ្នឹងគឺយើងតាក់ទងទៅនឹងគេហៅថា create a friendly learning environment បាទទី2 number 2គឺយើង simple English choose simple English number 3 teach vocabulary with visuals number 4 make learning fun number 3 teach through the 4 skill and we go to number 6 give clear instructions number 7 encourage student participation and number 8 review and repeat number 9 manage the classroom positively and number 10 end with quick review បាទអញ្ចឹងនៅក្នុងfactor outline ទាំង10នេះខ្ញុំនឹងសូមជម្រាបជូនលោកគ្រូអ្នកគ្រូនៅក្នុងខ្សែវីដេអូនេះទាំងអស់គ្នាដើម្បីឲ្យមានប្រសិទ្ធភាពនិងផលិតភាពសម្រាប់ការបង្រៀនហើយក៏ដូចជាការទទួលស្គាល់ពីកូនសិស្សនៅពេលដែលគាត់រៀនជាមួយលោកគ្រូអ្នកគ្រូនឹងមានគុណតម្លៃគឺទាក់ទងទៅនឹងចំណេះវិជ្ជាបានចាប់បានច្រើនបាទអញ្ចឹងនៅក្នុងនឹងគឺខ្ញុំសូមលើកឡើងទី1ទាក់ទងទៅនឹង how to teach younger ESL learners នេះគេហៅថា teaching younger English learner is more effective when someone are engaging interactive and age appropriate here are some key strategies បាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំសូមជម្រាបជូននៅយុទ្ធសាស្ត្រទាំង10ដែលខ្ញុំបានលើកឡើងនៅក្នុង outline មិញដែលសម្រាប់ជូនបងប្អូនហ្នឹងហើយអញ្ចឹងយើងបន្តទៅគឺយើងចូលទៅដល់ outline number 1 នេះគេហៅថា create friendly learning environment បាទនៅក្នុងហ្នឹងគឺយើងមាន3ចំណុចទៀតដែលយើងត្រូវធ្វើការថាត្បាជូនបាទអញ្ចឹងសំណួរសួរថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យមានការបង្កើតនៅគេហៅថា create a friendly learning environment ហ្នឹងអញ្ចឹងទី1គឺនៅក្នុងហ្នឹងគេបានបញ្ជាក់ឲ្យយើងថា welcome student with the smiles បាទអញ្ចឹងរាល់សកម្មភាពនៅពេលដែលយើងស្វាគមន៍ក្មេងមករៀនក្នុងបែបវិទ្យាធ្វើឲ្យក្មេងមានអារម្មណ៍មួយគេហៅថាមានជំនឿជឿទៅលើគ្រូអ្នកគ្រូដល់ពេលហ្នឹងក្មេងគេចាប់ផ្ដើមចូលរួមនៅក្នុងការរៀនសូត្រជាមួយលោកគ្រូអ្នកគ្រូបានល្អប្រសើរបាទកាលណាតែចូលរួមបានហើយអញ្ចឹងចង់មិនចង់សមិទ្ធផលនៃការសិក្សានៅថ្ងៃហ្នឹងគឺវាកាន់តែមានភាពប្រសើរឡើងសម្រាប់ទាំងអ្នកគ្រូនិងកូនសិស្សរបស់អ្នកគ្រូបាទអញ្ចឹងយើងចូលបន្តទៅទៀតទាក់ទងទៅនឹង build safe supportive classroom បាទគឺមានន័យថាគឺយើងត្រូវបង្កើតឲ្យមាននៅសុវត្ថិភាពឬក៏យើងឲ្យមានការ support ពីថ្នាក់រៀននៅក្នុងហ្នឹងដើម្បីឲ្យក្មេងហ្នឹងមានឱកាសក្នុងការចាប់យកនៅអ្វីដែលលោកគ្រូបញ្ចូលនៅថ្ងៃនេះ encourage បាទបន្តមកទៀតគឺយើង encourage participants without fear of making បាទអញ្ចឹងបទពិសោធន៍ខ្ញុំជួបជាមួយនឹងបរទេសហើយខ្ញុំក៏បាននៅពេលដែលយើងធ្វើកិច្ចការងារអ្វីមួយគឺយើងតែងតែមាននៅភាពភ័យខ្លាចនៅក្នុងការបង្កើតអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំជួបជាបរទេសហើយក៏បានជម្រាបលោកគ្រូអ្នកគ្រូថាសូមកុំភ័យនៅក្នុងការបង្កើតនៅកំហុសបាទអញ្ចឹងយើងអាចយក technique នេះមកបញ្ជ្រាបជាមួយនឹងកូនសិស្សរបស់អ្នកគ្រូដើម្បីកុំឲ្យគាត់
មានការភ័យខ្លាចនៅក្នុងការបង្កើតកំហុសពីព្រោះថាមនុស្សបើសិនជាយើងគិតថាគិតធ្វើអ្វីនឹងមានន័យថាមានកំហុសគាត់អត់ហ៊ានធ្វើទេអញ្ចឹងយើងគិតថាប្រាប់គាត់ថាអញ្ចឹងមានន័យថាយើងបង្កើតលើកទឹកចិត្តគាត់បង្កើតឲ្យចូលរួមដោយមិនបាច់គិតអំពីនៅអ្វីដែលកំហុសខុសឆ្គងអញ្ចឹងគាត់នឹងអាចចូលរួមបាននឹងហើយនេះគឺជា strategy number 1 ដែលខ្ញុំជម្រាបជូននៅចំណុចទាំងនេះបាទឥឡូវយើងចូលទៅទៀត strategy number 2 បាទអញ្ចឹងដើម្បីឲ្យមាន effective learning គឺមានន័យថា use simple English អញ្ចឹងចំពោះទាក់ទងទៅនឹងការបង្រៀនក្មេងថ្នាក់តូចគឺយើងត្រូវប្រើប្រាស់ use simple English ហើយនៅក្នុងហ្នឹងគេថា speak slowly and clear បាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងត្រូវតែនិយាយឲ្យច្បាស់លាស់ហើយត្រឹមត្រូវយឺតបាទអញ្ចឹងពីព្រោះថាធម្មតាជាក្មេងនៅក្នុងអាយុកាលប៉ុណ្ណឹងវាប្រៀបដូចជាគេហៅថា monkey see monkey do បាទអញ្ចឹងឃើញស្វាឃើញអ្វីគឺស្វាធ្វើនោះមានន័យថាកាត់មើលភាគច្រើនគឺគាត់អត់ទៅបានយល់ទេតែគាត់យល់ទៅលើសកម្មភាពរបស់លោកនិងគ្រូច្រើនជាងបាទអញ្ចឹងបន្តទៀតយើងចូលទៅដល់ចំណុចទី2នេះគឺថា use short បាទប្រើប្រាស់ឲ្យខ្លីហើយនិង simple sentences មានន័យថាយើងបង្កើតឬក៏ការប្រើប្រាស់ពាក្យឲ្យខ្លីហើយនិងប្រយោគសាមញ្ញដែលជាគាត់អាចទទួលឬក៏គាត់អាចដឹងប្រចាំថ្ងៃរបស់គាត់ធ្វើឲ្យគាត់នឹងចាប់បានច្រើន Okay 3 reported important word មានន័យថាយើងបញ្ជាក់ម្ដងហើយម្ដងទៀតនៅពាក្យដែលសំខាន់នៅក្នុងមេរៀនដែលលោកគ្រូអ្នកគ្រូចង់ឲ្យគាត់ចេះនៅថ្ងៃហ្នឹង and instruction គាត់នឹងធ្វើការប្រាប់បញ្យល់អំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវអ្វីដែលសំខាន់គឺស្ថិតនៅក្នុងចំណុចទី2នេះគឺគេហៅថា use simple English មានន័យថាការប្រើប្រាស់ភាសាអង់គ្លេសជាសាមញ្ញដើម្បីឲ្យគាត់ទទួលយកបាននៅអ្វីដែលលោកគ្រូអ្នកគ្រូចង់បញ្ជូនឲ្យគាត់បើអញ្ចឹងយើងបន្តទៅ number 3 បាទ strategy number 3 នេះគឺទាក់ទងទៅនឹង teach vocabulary with visual បាទអញ្ចឹងនៅក្នុងនេះគឺការបង្រៀននៅវាក្យស័ព្ទពាក្យនៅក្នុងមេរៀនដែលលោកគ្រូអ្នកគ្រូចង់បញ្ចូលឲ្យគាត់នៅថ្ងៃហ្នឹងដោយភ្ជាប់មកជាមួយនៅគេហៅថា visual នេះគឺមានន័យថាគឺជារបស់ដែលអាចមើលបានប៉ះបានឬក៏របស់ពិតអញ្ចឹងនៅក្នុងនោះគេមាន3ចំណុចគេថា use picture បាទប្រើប្រាស់នៅរូបភាព flashcard មានន័យថាបានហើយនឹង toys ទាក់ទងទៅនឹងរបស់លេងជាឧបករណ៍របស់លេងប៉ុន្តែវាទាក់ទងទៅនឹងអ្វីដែលលោកគ្រូអ្នកគ្រូបង្រៀន or real object អ្វីដែលសំខាន់ហ្នឹងគឺផ្ដោតទៅលើ real object នេះខ្ញុំចង់និយាយថា real ប្រហែលថាពិត object ហ្នឹងមានន័យថាវត្ថុដែលយើងត្រូវបង្រៀនគាត់ខ្ញុំឧទាហរណ៍ថាយើងចង់ឲ្យគាត់ចេះនៅពាក្យសៀវភៅមួយអញ្ចឹងគឺយើងត្រូវតែយក real object គឺសៀវភៅហ្នឹងដើម្បីមកធ្វើការបង្ហាញគាត់ឲ្យកាន់តែបញ្ជាក់ឲ្យកាន់តែគាត់ចាប់បានច្រើនហ្នឹងគឺជាយុទ្ធសាស្ត្រទី3ឥឡូវយើងមកទៀត demonstrate action មានន័យថាការធ្វើបង្ហាញនៅសកម្មភាពហើយ instead of giving a long explanation មានន័យថាយើងប្រើសកម្មភាពដើម្បីឲ្យគាត់ឃើញប្រសើរជាងគាត់ឬក៏ជំនួសឲ្យមកវិញនៅក្នុងការអត្ថាធិប្បាយដ៏វែងអន្លាយតែធ្វើឲ្យគាត់នឹងពិបាកនៅក្នុងការចាប់យកឬក៏ boring នៅក្នុងការសិក្សារៀនសូត្រនឹងផងដែរចំណុចទី3យើងចូលដល់ចំណុចទី3នេះគឺទាក់ទងទៅនឹង introduce only a few new words at a time មានន័យថានៅពេលដែលយើងចាប់ផ្ដើមបង្រៀនមេរៀនថ្មីគឺយើងត្រូវតែពន្យល់ឬក៏ណែនាំឲ្យគាត់ស្គាល់នៅពាក្យថ្មីបាទពាក្យថ្មីពី3ពាក្យបាទដើម្បីឲ្យគាត់ឆាប់បានឲ្យគាត់ដឹងថាយើងនឹងរៀនពាក្យថ្មីនៅថ្ងៃហ្នឹងបាទឥឡូវយើងចូលទៅដល់នៅក្នុងចំណុចទី4បងប្អូនណាអ្នកគ្រូចំណុចទី4នេះគឺទាក់ទងទៅនឹង make learning fun បាទអញ្ចឹងកត្តាដែល make learning fun នេះក៏ជាកត្តាមួយដែលជំរុញឲ្យមានប្រសិទ្ធភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូផងដែរទាក់ទងទៅនឹង play game បាទដូចជា play game ហើយ bingo ទាក់ទង bingo បងប្អូនដឹងហើយលោកគ្រូអ្នកគ្រូអាចដឹងហើយទា
tiết tông tân nâng bingo pro thà chống của thu lập chụp đấy đời sao trong riêng chít pram top nam đây tiết tông tân nâng khang kia sẽ nâng memory hay nâng Simon say nè có đôi khi này một bốn á và rồi có nơi không nâng dân ai rơi vô chùm riêng rồi có chán tình tính và tell a short story with a picture và prap nơi riêng clay đôi prap nơi rụp hiếp và include movement tiết tông tân nâng cả phơi sự cảm hợp hiếp activity like a total physical response bên này thà đôi gì tí PR nâng và trong đó này cứ chia chụp nói sầm khăn đây là kêu này kêu tao tại bệnh chố là nông điểm là kêu này kêu chỉ kêu bón liền thả tớ chụp nói na khá đồng bày ỏi còn sao rồi bỏ là kêu này kêu nắng chạp tụ ban ở váy đây là kêu này kêu nắng bệnh chuồn này còn và chân dân cho tôi đó strategy và strategy number 5 một nữa strategy number 5 through the four skills miền này tháp bóng riêng quạt nơi chùm nền những buồn và hai chi lục kêu này kêu ảnh đăng hới chùm nền buồn được nông ca sạch xa vì sao ông lễ dân miền đôi chia ca đạp đối với để dân vô ca đạp đừng máu ta tới dân đã ở với đồng bày ở ca đạp nông nâng dân ảnh miền sống miền story hay miền teacher instruction cứ miền ca bình vua ở pi kêu bóng riêng chúng nên tí phí cứ tiện tôn tên nâng chùm đến speaking ca nỉ dễ chẳng đồng bây ở nỉ dễ cứ dân trao tài thưa ca phía rồi bên đây ta chập đầm chỉ đầy cú rồi có role play thưa chỉ role model mối ôi vì mình liệt là sắm ánh nâng simple conversation nâng thưa ca son tên niệm bài sắm ánh đồng bây ở cận miền ở cá nơi khăn nông cá nỉ dễ nơi khăn nông cá sắc xa đến sốt còn cận chúng nên tí 7 dân châu từ đó tiện tôn từ nâng chúng nên tí 7 này cứ tiện tôn từ nâng chúng nên reading và reading đồng bây ở bản reading cứ dân theo từ miền được short story ở khoản và short story and picture book nâng thuê cả picture book hay dân ai miền cả su nòm từ mấy ở cận nâng miền cả an ở bản sáu được không chúng nên nâng hay chúng nên trong cái cứ tiện tôn từ nâng writing tụi con này cũng đang hay writing đồng bày ơi miền writing dân miền vị trí ra trơn nơi trong ca sơ chế đôi chỉ biết thật tracing ní miền đây ta ở cật cụ 8 rồi còn mai chính những cụ cô này nó plan labeling nước miền đây ta cụ hơi dùng bật tạm rút hiếp and writing simple sentences nâng thưa ca sơ chế nơiประโยคสมัยđể cật ai tụi bán được nông vây để cật nâng tụi ok chẳng chụp nói trong trong sân cơm tha lúc này kêu ai dối hơi dân đừng bận tốt cho tụi đó nơi chụp nói tí môi và chụp nói tí môi cứ chỉ rút ra là tí môi cái thao từng cứu clear instruction bên đây ca đo ao nơi ca bổng riêng ở bàn chụp ba luật thả tá thua với mũi thời gian nào và just one step at a time bên đây ta ca pra môi chùm hiến mà đong được nông pê mà đong model the activity và thưa chia ca bằng hai những pi sự cảm hợp hiếp before student beginning môn pe đạiនឹងឲ្យសិស្សចាប់ផ្ដើមvà check that student understanding នៅពេលដែលយើងធ្វើយ៉ាងហើយយើងត្រូវ make sure ថាតើគាត់អាចយល់ពី instruction ដែលយើងបានផ្ដល់ជូននៅគាត់ដែរឬអត់បាទអញ្ចឹងនៅក្នុងចំណុចទី6នេះគឺគេផ្ដោតទៅលើការផ្ដល់ឲ្យនៅគេហៅថា clear instructions number 7 នេះគេហៅយើងនៅក្នុង strategy នឹងដែរតាក់ទងទៅនឹងតើយើងបង្រៀនថ្នាក់កុមារតូចជាភាសាអង់គ្លេសហ្នឹងតើយើងបង្រៀនដោយរបៀបណានៅក្នុងហ្នឹងយើងមាន encourage student participation បាទមានន័យថាយើងត្រូវតែលើកទឹកចិត្តពួកគាត់ឲ្យគាត់ចូលរួមពួកគាត់នៅក្នុងហ្នឹងគឺខ្ញុំបដោតទៅលើនៅអ្វីដែល student នេះដើម្បីចូលរួមជាមួយនឹងលោកគ្រូអ្នកគ្រូដោយលោកគ្រូអ្នកគ្រូជាអ្នក lead នៅកម្មវិធីសិក្សាហ្នឹង lead នៅ plan ហ្នឹងឲ្យគាត់ចូលរួមដើម្បីធ្វើការអនុវត្តដើម្បីឈានទៅរកនៅសមិទ្ធផលថ្មីដែលគាត់រៀននៅថ្ងៃហ្នឹង
ចឹងនៅក្នុងហ្នឹងគឺយើងមានដូចជាយើងធ្វើការ ask a simple question មានន័យថាការសួរសំណួរនៅសាមញ្ញ peer effort as well as correct answer បាទចឹងគឺយើងត្រូវការប្រៀបធៀបនៅអ្វីដែលជាចម្លើយ and give every child a chance to speak នៅហ្នឹងគឺយើងត្រូវតែផ្ដល់ឱកាសឲ្យគាត់នឹងមានឱកាសនៅក្នុងការនិយាយនៅក្នុងក្រុមពីព្រោះថាគាត់មករៀនអញ្ចឹងបើសិនជាយើងអត់មានបានឲ្យគាត់ផ្ដល់ឱកាសឲ្យគាត់ទេអញ្ចឹងការសិក្សាហ្នឹងក៏អត់សូវមានប្រសិទ្ធភាពដែរទាំងអស់នេះគឺស្ថិតនៅក្នុងចំណុចទី7យុទ្ធសាស្ត្រទី7ដែលជាយុទ្ធសាស្ត្រមួយដែលគេហៅថា encourage student participation ឥឡូវយើងចូលទៅដល់នៅក្នុងយុទ្ធសាស្ត្រទី8នេះគឺយើងផ្ដោតទៅលើអ្វីហៅថា review and repeat បាទរំលឹកហើយនឹងនិយាយដដែលYoung learners need frequent repetition បាទចឹងក្មេងគេថាអ្នកសិក្សាដែលមានវ័យក្មេងគឺត្រូវតែធ្វើការនិយាយម្ដងហើយម្ដងទៀត Review vocabulary every lesson ត្រូវតែធ្វើការរំលឹកគ្រប់វាក្យសព្ទនៅក្នុងមេរៀនជារៀងរាល់ដង Recycle language through the game and activity មានន័យថាការប្រើប្រាស់ភាសាហ្នឹងឲ្យឆ្លងកាត់តាមរយៈនៃការលេង game និងសកម្មភាពផ្សេងអូខេនៅចំណុចបន្តទៀតគេថា connect a new learning with a previous lesson មានន័យថាយើងត្រូវតែភ្ជាប់នៅអ្នករៀនថ្មីទៅជាមួយនឹងមេរៀនចាស់ previous lesson គឺមានថាមេរៀនចាស់ពីមុនអញ្ចឹងដូចយើងចូលទៅដល់មេរៀនបង្រៀនមុនចូលទៅដល់មេរៀនថ្មីគឺយើងត្រូវតែទាញឲ្យគាត់រំលឹកឲ្យឃើញនៅអ្វីដែលយើងបានរៀនកាលពីថ្ងៃមុនកន្លងមកដើម្បីឲ្យគាត់មានការចងចាំអូខេអញ្ចឹងយើងចូលទៅដល់យុទ្ធសាស្ត្រទី9នេះគឺគេហៅថា manage classroom positively មានន័យថាយើងតាក់ទងទៅនឹងការរៀបចំនៅថ្នាក់រៀនឲ្យបានត្រឹមត្រូវពាក្យថាត្រឹមត្រូវនេះគឺចង់និយាយទៅដល់មានន័យថាឲ្យសមស្របទៅនឹងឱកាសសិក្សារបស់ក្មេងនៅក្នុងថ្នាក់រៀនរបស់យើងអញ្ចឹង establish a simple classroom rule មានន័យថាការបង្កើតនៅច្បាប់ឬក៏មិនមែនច្បាប់ទេគេហៅថាគោលការណ៍ថ្នាក់រៀនបងប្អូនណាអញ្ចឹងនៅក្នុងការបង្កើតគោលការណ៍ថ្នាក់រៀនយើងខ្ញុំជាគ្រូខ្ញុំមានបទពិសោធន៍នៅក្នុងគោលការណ៍ថ្នាក់រៀនហ្នឹងគឺបរទេសគាត់តែងនិយាយថាយើងត្រូវឲ្យគាត់ចូលរួមទាំងគ្រូនិងទាំងសិស្សមិនមែនជា rule មិនមែនជាគោលការណ៍មួយដែលកើតឡើងចេញពីគ្រូទេប៉ុន្តែគ្រូក៏ចូលរួមនៅក្នុងហ្នឹងចូលរួមដើម្បីឲ្យគាត់បញ្ចេញមតិហើយនឹងគាត់ធ្វើការចុះកិច្ចព្រមព្រៀងជាមួយគ្រូថ្នាក់គ្រូបន្ទុកថ្នាក់ដើម្បីឲ្យគាត់ទទួលថានេះសកម្មភាពដែលគាត់បានធ្វើហើយគាត់នឹងត្រូវតែធ្វើការអនុវត្តនៅគោលការណ៍មួយហ្នឹងដើម្បីឲ្យប្រសិទ្ធភាពនៃការអប់រំឬក៏ប្រសិទ្ធភាពនៃការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូនោះមានប្រសិទ្ធភាពអញ្ចឹង keep routine consistent បាទមានន័យថាធ្វើការរក្សានៅទម្លាប់ឲ្យជាប្រចាំនៅពេលដែលយើងបង្កើតគោលការណ៍ថ្នាក់រៀនហើយបន្តទៀតគឺ use positively reinforcement such as peer and reward sticker បាទចឹងនៅពេលដែលយើងបង្កើតគោលការណ៍ថ្នាក់រៀនហើយវាទាមទារឲ្យយើងមានការប្រើប្រាស់ឲ្យបានជាវិជ្ជមាននៅពេលដែលសិស្សណាម្នាក់ឬក៏កូនណាមួយគាត់ធ្វើកិច្ចការបានល្អគឺយើងត្រូវបានតែផ្ដល់ជាលក្ខណៈលើកសរសើរ praise ឬក៏ reward sticker មានន័យថាការផ្ដល់ឲ្យ stick បាទមានន័យថាกระดาษមួយដើម្បី stick ក្នុងការលើកទឹកចិត្តគាត់ដូចជាពានរង្វាន់ដូចជា World Cup អីចឹងណាបងប្អូនលោកគ្រូអ្នកគ្រូអញ្ចឹងណាដើម្បីបង្ហាញឲ្យគាត់មានមោទនភាពនៅអ្វីដែលគាត់អនុវត្តនៅក្នុងការគោលការណ៍ថ្នាក់រៀនឲ្យបានត្រឹមត្រូវនឹងបាទអញ្ចឹងនេះគឺជាចំណុចទី9ហើយចុងក្រោយគឺជាចំណុចទី10មានន័យថា end with a quick review មានន័យថាចុងបញ្ចប់នេះគឺបញ្ចប់ជាមួយនឹងការ
review នៅអ្វីដែលយើងបានរៀននៅថ្ងៃនេះដែលយើងត្រូវតែមានការសាកសួរទៅកាន់កូន A student to recall a new word មានន័យថាឲ្យគាត់ហៅពាក្យអ្វីដែលគាត់បានរៀននៅថ្ងៃនេះឬក៏ជា clear ដែលគាត់បានរៀននៅព្រឹកនេះដើម្បីឲ្យគាត់មានការចងចាំ Play short review game មានន័យថាយើងលេងតាក់ទងទៅនឹងgame មួយលេងក្នុងការ review ទៅលើ lesson នៅក្នុងមេរៀនដែលយើងបានរៀន Assign a simple homework មានន័យថាបង្កើតនៅកិច្ចការងារផ្ទះប្រសិនបើមានកលៈទេសៈប្រសិនបើមាន is appreciate ប្រសិនជាយើងអាចណាកិច្ចការងារទេអូខេអញ្ចឹងជាចុងបញ្ចប់